ជារៀងរាល់ថ្ងៃ Channel YouTube Miss Education KH នៅម៉ោង 7 ល្ងាចតែងតែចែករំលែកពីការធ្វើលំហាត់គណិតវិទ្យាក្នុងកម្រិតថ្នាក់ទី 9 ហើយក្នុងវីដេអូនេះយើងមកកែលំហាត់គណិតរបស់យើងត្រង់មេរៀនទី 1 ចំនួនអក្សរនិទានទំព័រទី 13 កាលវីដេអូមុនយើងបានកែលំហាត់ទី 2 បានខ្លះហើយឥឡូវហ្នឹងយើងមកកែបញ្ចប់ក្នុងលំហាត់ទី 2 ហើយលំហាត់របស់យើងគឺជាឫសគូបមានន័យថាគេឲ្យអ្នកទាំងអស់គ្នាបញ្ចេញមួយចំនួនចេញពីឫសចេញពីរ៉ាឌីកាដើម្បីបញ្ចេញមួយចំនួនចេញពីរ៉ាឌីកាអ្នកទាំងអស់គ្នាត្រូវបំលែងរ៉ាឌីកង់ទៅជាស្វ័យគុណឲ្យមានសន្ទុះស្មើទៅនឹងនិទុសននៃរ៉ាឌីកាដោយសារតែឫសរបស់យើងឬគូអញ្ចឹងត្រូវបំលែងរ៉ាឌីកង់ទៅជាស្វ័យគុណ3ឲ្យស្មើនឹងឫសគូបទើបអាចបញ្ចេញឫសពីឫសគូបបានលំហាត់ទី 1 របស់យើងគឺឫសគូបនៃ1/8យើងអាចសរសេរបានថាឫសគូប1គឺយើងអាចលើកទៅជាស្វ័យគុណ3បានរាល់ចំនួន1ស្វ័យគុណ2ក៏ស្មើ1ស្វ័យគុណ3ក៏ស្មើ1អញ្ចឹង1រាល់ស្វ័យគុណប្រមាណក៏នៅតែស្មើ1ដដែលបន្ទាប់មកទៀតភាគបែង8យើងអាចសរសេរបានទៅជា2ស្វ័យគុណ3បន្ទាប់មកទៀតយើងអាចសរសេររ៉ាឌីកង់ទៅជាស្វ័យគុណរួមបានហើយបានទៅជា1ភាគ2ស្វ័យគុណ3បញ្ចេញពីឫសគូបបាន1ភាគ2ចូលមកដល់លំហាត់ទី 2 របស់យើងឫសគូបនៃដក8ភាគ27ជាទូទៅបើសិនជា x ស្វ័យគុណ3ស្មើនឹង a គេបាននៅពេលដែលទាញរកតម្លៃ x គឺស្មើនឹងឫសគូបនៃ a ដោយ a អាចវិជ្ជមានហើយ a ក៏អាចអវិជ្ជមានក៏បានត្រង់ចំណុចនេះចង់បញ្យល់អ្នកទាំងអស់គ្នាថាចំពោះឫសគូប1បើសិនជារ៉ាឌីកង់អវិជ្ជមានគឺយើងអាចបញ្ចេញពីឫសបានហើយបើសិនជាវិជ្ជមានក៏អាចបញ្ចេញពីឫសបានដែរអញ្ចឹងចំពោះរ៉ាឌីកង់1អាចវិជ្ជមានក៏បានអាចអវិជ្ជមានក៏បានដែរឥឡូវយើងទៅធ្វើលំហាត់ទី 2 ទាំងអស់គ្នាឫសគូបដក8ភាគ27សញ្ញាដកយើងអាចបញ្ចេញពីឫសឲ្យហើយក៏បានដែរអញ្ចឹង8យើងអាចទៅសេបានទៅជា2ស្វ័យគុណ3 27អាចសរសេរទៅជា3ស្វ័យគុណ3បន្ទាប់មកទៀតយើងសរសេររ៉ាឌីកង់ទៅជាស្វ័យគុណរួមបានស្មើនឹងដកឬគូបនៃ2ភាគ3ស្វ័យគុណ3បញ្ចេញពីឫសស្មើនឹង2ភាគ3ប៉ុន្តែដោយសារតែនៅមុខឫសយើងមានសញ្ញាដកគឺស្មើនឹងដក2ភាគ3សំលុបខាងនេះចោលដើម្បីឲ្យអ្នកទាំងអស់គ្នាមើលបានច្បាស់លំហាត់បន្ទាប់ឫសគូបនៃ64ភាគ125ស្មើនឹងឫសគូប64ស្មើនឹង4ស្វ័យគុណ3ចំណែកឯ125ស្មើនឹង5ស្វ័យគុណ3បន្ទាប់មកទៀតយើងអាចសរសេររ៉ាឌីកង់ទៅជាស្វ័យគុណរួមបានហើយឫសគូបនៃ4ភាគ5ស្វ័យគុណ3បញ្ចេញពីឫសស្មើនឹង4ភាគ5លំហាត់បន្ទាប់ឫសគូបនៃ512ភាគ343ស្មើនឹងឫសគូប
512ស្មើនឹង8ស្វ័យគុណ3 8គីបភាគ340ស្មើនឹង7គីបបន្ទាប់មកទៀតយើងអាចសរសេររ៉ាឌីកង់ទៅជាស្វ័យគុណរួមបានឬគូបនៃ8ភាគ7ស្វ័យគុណ3បញ្ចេញពីរឺស្មើនឹងបញ្ចេញពីរឺគូបស្មើនឹង8ភាគ7លំហាត់ចុងក្រោយឬគូបនៃដក216ភាគ1000ជាទូទៅឬគូបរ៉ាឌីកង់អាចវិជ្ជមានក៏បានអវិជ្ជមានក៏បានកាលណាអវិជ្ជមានអញ្ចឹងយើងអាចបញ្ចេញសញ្ញាដកចេញពីរឹសបានអញ្ចឹងយើងបញ្ចេញឲ្យហើយមកដករឹសគូប216ស្មើទៅនឹង6ស្វ័យគុណ3ឬក៏យើងហៅថា6គីបភាគ1000ស្មើនឹង10ស្វ័យគុណ3បន្ទាប់មកទៀតសញ្ញាដកនៅពីមុខឬយើងដាក់មកវិញដដែលសិនបានទៅជាដកឬគូបនៃ6ភាគ10ស្វ័យគុណ3បញ្ចេញពីរឹសបានដក6ភាគ10